ថ្ងៃទី14ធ្នូឆ្នាំ2025ប្រទេសថៃមិនទាន់ឈប់វាយប្រហារមកលើប្រទេសកម្ពុជានៅឡើយទេមិនថាផ្លូវគោកនិងផ្លូវអាកាសក្នុងកលៈទេសៈនេះកម្លាំងសាមគ្គីពិតជាសំខាន់ណាស់និងសូមឲ្យកម្លាំងសាមគ្គីនេះបន្តជារៀងដរាបវីរៈកងទ័ពនៅជួរមុខបន្តការពារទឹកដីយ៉ាងក្លាហានកងទ័ពជួរក្រោយដែលមិនបានកាន់កាំភ្លើងក៏បានជួយឧបត្ថម្ភជាស្បៀងជាកម្លាំងកន្លែងស្នាក់នៅមធ្យោបាយធ្វើដំណើរទៅតាមលទ្ធភាពរៀងៗខ្លួនទន្ទឹមគ្នានេះក្មេងៗសមតីបានសរសេរសម្បត្តិភ្ជាប់ជាមួយអំណោយរបស់ពួកគេជូនដល់បងប្អូនពូជាវីរៈកងទ័ពអានហើយពិតជារំភើបនិងក្តុកក្តួលណាស់ខ្ញុំសូមអានសម្បត្តិទាំងនេះដូចតទៅសម្បត្តិទី1ជូនពរឲ្យវីរៈកងទ័ពមានសុខភាពល្អនិងកុំស្លាប់ហើយមកដល់ផ្ទះវិញសុខភាពល្អចំណែកសម្បត្តិទី2ពិសេសម្នាក់ឈ្មោះម៉ៅច័ន្ទពុទ្ធិរតខ្ញុំពិតជាស្រឡាញ់ប្រទេសកម្ពុជាពេលដែលថៃបាញ់ប្រទេសខ្មែរខ្ញុំពិតជាអាណិតពួកគាត់ណាស់ប៉ុន្តែពូកងទ័ពត្រូវស៊ូដើម្បីឲ្យប្រទេសខ្មែរមានសន្តិភាពសម្បត្តិទី3ពីប្អូនសុភាពសុខសួស្តីវីរៈកងទ័ពដ៏អស្ចារ្យជូនពរឲ្យពូកងទ័ពមានសុខភាពល្អពូវីរៈកងទ័ពតស៊ូទាំងយប់ទាំងថ្ងៃដើម្បីប្រទេសយើងជូនពរឲ្យពូយកជ័យជំនះត្រឡប់មកប្រទេសជាតិយើងវិញពូនឹងមករកគ្រួសាររបស់ពូកងទ័ពប្រជាជននៅចងចាំពូជានិច្ចសម្បត្តិទី4ជូនពរពូវីរៈកងទ័ព Cambodia will win កម្ពុជាយើងឈ្នះសម្បត្តិទី5ពីប្អូនឈ្មោះនីណាវត្តដិតខ្ញុំបានជូនលុយ 8,000 រៀលខ្ញុំសូមឲ្យពូសុខសប្បាយបានសេចក្តីសុខនិងជំនះការងារឲ្យបានជោគជ័យនៅសមរភូមិខ្ញុំនឹងបានធ្វើទាហានជាមួយពូទាំងអស់គ្នាអរគុណអ៊ំពូទាំងអស់គ្នាខ្ញុំស្រឡាញ់ពូចំណែកសម្បត្តិទី6ពីប្អូនដារីកានៅសាលាសន្ធមុខបានសរសេរដូចនេះថាអរគុណទាហានសូមឲ្យខ្មែរបានជោគជ័យចៅសៀមងាប់ឲ្យអស់ចំណែកសម្បត្តិទី7ពីក្មួយវតីជូនពរពូវីរៈកងទ័ពទាំងអស់យកជ័យជំនះឲ្យបានស៊ូចំណែកសម្បត្តិទី8ពីប្អូនសនច័ន្ទបរមីខ្ញុំជាសិស្សនៅសាលាបឋមសិក្សាសន្ធមុខខ្ញុំរៀនថ្នាក់ទី4ពូវីរៈកងទ័ពបាញ់ឲ្យឈ្នះពួកអាចៅសៀមពូឈ្នះខ្ញុំស្រឡាញ់កម្ពុជាព្រោះកម្ពុជាមិនដែលចង់យកទឹកដីពីប្រទេសណាទេខ្ញុំនឹងខំរៀនដើម្បីប្រទេសជាតិយើងខ្ញុំស្រឡាញ់ពូស៊ូណាស់ដើម្បីប្រទេសជាតិសំណេរទាំងនេះបង្ហាញពីការជឿចាប់រាប់ចាប់ពីក្មេងថ្នាក់ទី4ឡើងទៅនិងជាកម្លាំងសាមគ្គីផ្ដល់ជាកម្លាំងចិត្តសម្រាប់បងវីរៈកងទ័ពនៅជួរមុខជាចុងក្រោយដើម្បីតបស្នងការលះបង់យកសាច់ស្រស់ឈាមស្រស់ជីវិតទៅការពារប្រទេសជាតិសូមឲ្យបងប្អូនខិតខំរៀនសូត្រមិនថាក្នុងសាលាឬនៅក្នុងអ៊ីនធឺណិតដើម្បីជាសសរទ្រូងរបស់ប្រទេសជាតិនៅថ្ងៃខាងមុខគ្មានជាតិសាសន៍ណាស្ម័គ្រចិត្តស្លាប់ជំនួសជាតិយើងនោះទេ